សួស្តីដល់គ្នាស្វាគមន៍មកកាន់ Ice នេះគឺជាភាគទី2របស់រឿង Connect ភាគនេះចាប់ផ្ដើមឡើងដោយគណៈពេលដែលដងស៊ូកំពុងតែឈររងចាំមុខក្រុមហ៊ុននេះគេរួយភ្នែកពេលយកក៏ដោះស្ទះបាំងភ្នែករបស់គេនឹងដើម្បីញីភ្នែកមួយផ្លែតហើយភ្លាមនោះគេក៏ស្រាប់តែមើលឃើញថាស៊ុនហេនិងមិត្តរួមការងាររបស់នាងម្នាក់កំពុងតែដើរមកហើយស្លន់ពេលយកដងស៊ូក៏បានរត់ទៅសួរនាងទាំងដែលគេនេះអត់ទាន់បានពាក់ស្ទះភ្នែកនេះវិញនោះទេសួរនាងថាតើកាលពីថ្ងៃមុនហ្នឹងនាងនៅមុខក្រុមហ៊ុនជាមួយប្រុសម្នាក់តើម្នាក់ហ្នឹងគឺជាណាគេធម្មតាតើគ្នាមនុស្សដែលយើងអត់ដែលស្គាល់ស្រាប់តែស្លន់ស្លោមកសួរសំណួរចម្លែកបែបហ្នឹងយើងច្បាស់ជាអត់ចង់ឆ្លើយទេមែនអត់ហើយនៅពេលដែលពីរនាក់នេះមើលឃើញថាតួឯកប្រុសរបស់យើងអត់មានភ្នែកមកចំហៀងទៀតពួកគេដូចជាខ្លាចតួឯកប្រុសរបស់យើងកាន់តែខ្លាំងហើយក៏ព្យាយាមដើរគេចពីដងស៊ូបញ្ញាប់ចូលទៅក្រុមហ៊ុនយ៉ាងលឿននៅជាបន្តមួយទៀតអ៊ិនស៊ុបចូលមកញ៉ាំអីនៅក្នុងហាងអាហារមួយតែម្នាក់ឯងក្លែកមើលទៅតាមបង្អួចក៏ឃើញមនុស្សស្រីម្នាក់ដើររូបរាងរបស់មនុស្សស្រីម្នាក់ហ្នឹងក៏ប្រែទៅជាពណ៌ក្រហមខុសពីមនុស្សដទៃដែលនេះប្រហែលជារបៀបដែលជីនស៊ុបនេះជ្រើសរើសជនរងគ្រោះដែលគេត្រូវសម្លាប់ឲ្យមើលទៅបន្តិចក្រោយមកស៊ុនហេនិងមិត្តរួមការងាររបស់នាងពីរនាក់ទៀតក៏ចូលមកដល់ក្នុងហាងនេះដែរនៅពេលដែលពួកគេឃើញជីនស៊ុបអង្គុយតែម្នាក់ឯងក៏ទៅសុំចូលរួមតុជាមួយនឹងជីនស៊ុបដែរបន្តិចក្រោយមកនៅក្នុងហាងនេះគេក៏ចាប់ផ្ដើមចាក់បទចម្រៀងរបស់ដងស៊ូគ្រាន់តែឮភ្លាមកែភ្នែករបស់ដងស៊ូដែលនៅក្នុងខ្លួនជីនស៊ុបនេះវាក៏ចាប់ផ្ដើមឈឺហើយក៏បញ្ជូនអ្វីដែលជីនស៊ុបមើលឃើញឲ្យទៅដងស៊ូមើលឃើញដែរដងស៊ូមើលឃើញជីនស៊ុបកំពុងតែអង្គុយនៅទល់មុខស៊ុនហេហើយមើលឃើញ logo របស់ហាងមួយនឹងទៀតគេក៏បញ្ញាប់រត់ទៅរកវាយ៉ាងលឿនបទចម្រៀងនេះក៏ចប់ហើយកែភ្នែកមួយនោះវាក៏លែងភ្ជាប់ទៅកាន់ដងស៊ូទៀតគេរត់មកដល់ហាងនេះល្មមហើយស្របពេលនឹងដែរជីនស៊ុបក៏ដើរចាក់ចេញពីហាងនឹងដូចគ្នាដែលធ្វើឲ្យពួកគេជ្រោះផ្លូវគ្នាដងស៊ូចូលមកដល់ក្នុងហាងនេះមើលឃើញថាស៊ុនហេអង្គុយជាមួយនឹងមិត្តរួមការងាររបស់នាងពីរនាក់នេះគេមើលទៅបរិសម្នាក់នេះប៉ុន្តែយល់ថាបរិសម្នាក់ហ្នឹងមិនមែនជាអ្នកដែលប្រើប្រាស់កែវភ្នែករបស់គេនោះទេគេក៏បញ្ញាប់សួរទៅកាន់ស៊ុនហេថាតើបរិសម្នាក់ទៀតដែលអង្គុយនៅទល់មុខនាងនេះគេគឺជានរណាហើយឥឡូវគេទៅណាបាត់ហើយស៊ុនហេនៅពេលដែលឃើញប្រុសម្នាក់នេះមកតាមនាងជាលើកទី2បែបហ្នឹងនាងភ័យខ្លាចខ្លាំងមែនទែនហើយនាងក៏អត់ព្រមឆ្លើយអីទៀតនោះដែរមិត្តរួមការងាររបស់ស៊ុនហេម្នាក់នេះនៅពេលដែលឃើញស៊ុនហេភ័យខ្លាចបែបហ្នឹងគេក៏បញ្ញាប់ដេញដងស៊ូចេញដោយគម្រាមថាបើសិនជាដងស៊ូអត់បញ្ញាប់ចាក់ចេញពីទីនេះទេគេនឹងប្តឹងប៉ូលីសហើយដងស៊ូអត់មានជំរឿអីក្រៅពីចាក់ចេញពីទីនេះវិញនោះទេនៅជាបន្តមួយទៀតនៅក្នុងស្ទូឌីយោបទចម្រៀងមួយតារាចម្រៀងដ៏ល្បីល្បាញម្នាក់នៅប្រទេសកូរ៉េនេះគាត់មើលចំវីដេអូចម្រៀងរបស់ដងស៊ូគាត់ក៏ខមមិននៅលើវីដេអូដងស៊ូថាគាត់ពិតជាពេញចិត្តបទចម្រៀងនេះមែនតើគាត់អាចតាក់ទងទៅដងស៊ូបានដោយរបៀបណាតែដងស៊ូក៏ឆ្លើយតបមកវិញថាគេអត់មានប្រព័ន្ធ DMA សម្រាប់តាក់ទងនោះទេបរិះដែលជាអ្នកចម្រៀងនេះដោយសារតែស្រឡាញ់ខ្លាំងពេកហើយណាមួយបទចម្រៀងរបស់ដងស៊ូនេះអត់ទាន់ដាក់ copyright ទៀតអញ្ចឹងគាត់ក៏សម្រេចចិត្តថាចង់លួចបទចម្រៀងរបស់ដងស៊ូនេះយកមកច្រៀងខ្លួនឯងហើយដាក់ copyright ធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯងតែម្ដងនៅជាបន្តមួយទៀតខណៈពេលដែលជីនស៊ុបកំពុងតែងូតទឹកយើងក៏មើលឃើញថានៅលើទ្រូងរបស់គេនេះមានស្នាមមួយប៉ុន្តែយើងអត់ទាន់ដឹងនោះទេថាស្នាមហ្នឹងវាកើតឡើងដោយសារអីគេបន្ទាប់មកទៀតគេក៏ទៅបន្តអង្គុយគូគំនូអំពីជំហានបន្ទាប់នៃអំពើឃាតកម្មរបស់គេត្រឡប់មកកាន់តួឯកប្រុសរបស់យើងវិញគេដេកនៅផ្ទះព្យាយាមចង់មើលទៅកាន់អ្វីដែលមនុស្សប្រើប្រាស់ភ្នែករបស់គេនឹងមើលឃើញមែនតើប៉ុន្តែគេមើលអត់ឃើញនោះឡើយហើយគេក៏អត់យល់ដែរថាហេតុអីក៏ពេលខ្លះគេអាចមើលឃើញហើយពេលខ្លះទៀតគេអត់អាចមើលឃើញដងស៊ូក៏អង្គុយចុចកុំព្យូទ័រលេងហើយភ្លាមនោះពាណិជ្ជកម្ម Zodiac Sign វាក៏លូតឡើងវាក៏ធ្វើឲ្យគេនឹកឃើញដល់ screen computer របស់ឃាតករដោយសារតែចង់ស្វែងយល់បន្ថែមអំពីឃាតករហ្នឹងគេក៏ទៅរកស្ត្រីម្នាក់ដែលគាត់មានជំនាញខាង Zodiac Sign មើលឃើញសញ្ញានៅពីក្រោយខ្នងស្ត្រីម្នាក់នេះដូចជាអក្សរ P ភ្ជាប់ជាមួយនឹងអក្សរ L គេក៏នឹកឃើញដល់សញ្ញាដែលឃាតករហ្នឹងបានគូរនៅលើសភៅរបស់គេក៏សួរទៅកាន់ស្ត្រីម្នាក់នេះថាតើសញ្ញាហ្នឹងមានន័យថាម៉េចគាត់ក៏ឆ្លើយតបមកគេវិញថាសញ្ញាហ្នឹងមានន័យថាភព Pluto ដងស៊ូក៏សួរទៅកាន់ស្ត្រីម្នាក់នេះថាតើនៅថ្ងៃទី29ខែវិច្ឆិកានិងថ្ងៃទី12ខែធ្នូវាមានពាក់ព័ន្ធអីជាមួយនឹង Pluto អត់ស្ត្រីម្នាក់នេះគាត់ក៏ឆ្លើយមកវិញថាថ្ងៃទាំងពីរហ្នឹងគឺសុទ្ធសឹងតែជាថ្ងៃដែលភព Pluto និងភព Venus មាន conjunction ជាមួយគ្នាដែល conjunction ហ្នឹងមានន័យថាពេលដែលមើលពីភពផែនដីទៅឃើញថាភពទាំងពីរហ្នឹងវានៅពីមុខពីក្រោយគ្នាឡើងស្មើតែម្ដងស្ដាប់តែប៉ុណ្នេះដងស៊ូដឹងថាឃាតករម្នាក់ហ្នឹងសម្រាប់មនុស្សនឹងយកសាកសពទាំងអស់នោះទៅរៀបចំធ្វើជារូបចម្លាក់នៅថ្ងៃដែលភព Pluto និងភព Venus មាន conjunction ជាមួយគ្នាគេក៏សួរគាត់ទៀតថាតើនៅថ្ងៃណាទៀតដែលភពទាំងពីរហ្នឹងនឹងមាន conjunction ជាមួយគ្នាតទៀត
stream អ្នកនេះក៏ឆ្លើយប្រាប់មកវិញថាមានម្ដងទៀតនៅថ្ងៃទី25ខែធ្នូត្រូវនៅថ្ងៃបុណ្យណូអែលហើយលើក្រោយមួយទៀតនៅថ្ងៃទី6ខែមករាដងស៊ូក៏ប្រាប់ទៅកាន់ stream អ្នកនេះថាឲ្យគាត់ទៅរាយការណ៍ប្រាប់ប៉ូលីសទៅថានៅថ្ងៃទី25ធ្នូនឹងមានឃាតករយកសាកសពមកទម្លាក់ចោលមួយទៀតហើយ stream អ្នកនេះក៏ធ្វើតាមប៉ុន្តែនៅពេលដែលគាត់មករាយការណ៍រឿងគ្រប់យ៉ាងប្រាប់ទៅកាន់ប៉ូលីសធ្វើឲ្យប៉ូលីសសង្ស័យទៅលើដងស៊ូកាន់តែខ្លាំងពីព្រោះថាសញ្ញានៃភពភ្លូតូដែលនៅលើសាកសពនោះវាគឺជាព័ត៌មានសម្ងាត់គេអត់បានផ្សាយវាទៅខាងក្រៅនោះទេអញ្ចឹងដងស៊ូដឹងអំពីសញ្ញាមួយហ្នឹងគេសង្ស័យថាដងស៊ូគឺជាឃាតករហើយប៉ុន្តែដោយសារតែក្រុមប៉ូលីសអត់ទាន់ស្គាល់ឈ្មោះនិងអត្តសញ្ញាណទីកន្លែងរស់នៅរបស់ដងស៊ូផងពួកគេក៏នាំគ្នាចាប់ផ្ដើមឆែកកាមេរ៉ាសុវត្ថិភាពដើម្បីរកអំពីដងស៊ូស្របពេលនឹងដែរត្រឡប់មកកាន់តួអង្គជីនស៊ុបឯនេះវិញគេក៏ត្រូវបានស៊ុនហេមករកដល់ផ្ទះពីរអ្នកនេះក៏មានអីជាមួយគ្នាបន្ទាប់ពីធ្វើវារួចស៊ុនហេនាងក៏ចេញពីបន្ទប់គេងរបស់ជីនស៊ុបដើម្បីមកយកទឹកផឹករួចដើរទៅវិញកាត់តុសិក្សារបស់គេនាងក៏ទៅបើកសភៅរបស់គេមើលមកផ្លែតសភៅដែលនាងបើកមើលហ្នឹងវាគឺជាសភៅគំនូរនៃអំពើឃាតកម្មរបស់គេនៅពេលដែលមើលឃើញបែបនេះហើយនាងមានចិត្តសង្ស័យទៅលើជីនស៊ុបថាគេអាចជាឃាតករមូលហេតុដែលនាងអត់ទាន់ប្រកាសថាគេគឺជាឃាតករឬអត់ហ្នឹងក៏ដោយសារតែនៅពេលដែលឃាតករម្នាក់នោះយករូបចម្លាក់ទៅទម្លាក់ចោលនៅកន្លែងណាមួយមានមនុស្សច្រើនមែនទែនដែលថតរូបហ្នឹងបង្ហោះចូលទៅក្នុងអ៊ីនធឺណិតហើយក៏មានមនុស្សច្រើនដែរដែលបានយករូបចម្លាក់ទាំងអស់ហ្នឹងមកគូរជារូបគំនូរហើយបង្ហោះទៅលើអ៊ីនធឺណិតតគ្នាទៀតអញ្ចឹងទៅនាងមានកូនចិត្តមួយគិតថាបែរជាជីនស៊ុបអាចជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សទាំងអស់នោះដែលគូររូបគំនូរទាំងអស់នេះចេញពីរូបថតរបស់រូបចម្លាក់ដែលគេបង្ហោះនៅក្នុងអ៊ីនធឺណិតហ្នឹងឯងមិនមែនជាឃាតករនោះឡើយប៉ុន្តែដល់ពេលដែលនាងបើកមើលទៅដល់ទំព័រមុខទៀតឃើញដល់រូបគំនូរដទៃទៀតដែលឃាតករអត់ទាន់យករូបចម្លាក់សាកសពទាំងអស់នឹងមកទម្លាក់នាងក៏ចាប់ផ្ដើមកើតចិត្តសង្ស័យទៅលើជីនស៊ុបកាន់តែខ្លាំងនៅជាបន្ទាប់សាកសពរូបចម្លាក់មួយទៀតក៏ត្រូវបានគេរកឃើញព័ត៌មានទាន់ហេតុការណ៍ក៏ចាប់ផ្ដើមចុះផ្សាយស៊ុនហេនៅពេលដែលជិះឡានទៅធ្វើការនេះមើលឃើញព័ត៌មានហ្នឹងឃើញរូបចម្លាក់សាកសពមួយហ្នឹងវាដូចបេះបិទតែម្ដងទៅនឹងរូបគំនូរដែលនាងបានឃើញនៅក្នុងសភៅរបស់ជីនស៊ុបកាលពីយប់នោះនាងច្បាស់ក្នុងចិត្តខ្លាំងមែនតើណាស់ថាជីនស៊ុបនឹងឯងគឺជាឃាតករស្របពេលនឹងដែរត្រឡប់មកកាន់កន្លែងគេរកឃើញសាកសពថ្មីមួយនេះឯនេះវិញមនុស្សជាច្រើននាំគ្នាកោះកដើម្បីមកមើលសាកសពមួយហ្នឹងក្នុងចំណោមនោះក៏មានដងស៊ូនិងក្រុម gangster នេះផងដែរហើយក្រុម gangster នេះគ្រាន់តែឃើញដងស៊ូភ្លាមពួកគេអត់មានខ្វល់ទេថានៅទីនេះមានមនុស្សច្រើនឬក៏មានប៉ូលីសអីក៏នាំគ្នាចាប់ផ្ដើមដេញតាមចាប់ដងស៊ូភ្លាមដោយការរត់ដេញគ្នានេះធ្វើឲ្យក្រុមប៉ូលីសចាប់អារម្មណ៍មើលទៅកាន់ក្រុមអ្នកដេញគ្នានឹងហើយនៅពេលដែលឃើញថាអ្នកដែលត្រូវបានគេដេញនឹងគឺជាដងស៊ូជនសង្ស័យរបស់ការស៊ើបអង្កេតពួកគាត់ Detective Choi ក៏ប្រាប់ឲ្យក្រុមការងាររបស់គាត់ដេញតាមអ្នកទាំងអស់នោះនៅពេលដែលរត់មកដល់ច្រកមួយនេះក្រុម gangster នឹងក៏បំបាយផ្លូវគ្នាដើម្បីវាយឆ្មក់ដងស៊ូបរិមម្នាក់នេះក៏មកតាមទាន់ដងស៊ូមុនគេហើយក៏ចាប់ផ្ដើមវាយប្រហារទៅលើដងស៊ូប៉ុន្តែដងស៊ូអត់ដឹងថាទទួលបានសមត្ថភាពនៃការវាយនឹងមកពីណានោះទេពេលដែលបរិះនេះវាយមកដៃគេក៏កិច្ចបានហើយគេក៏ដាក់បរិះនេះវិញឡើងដួលខ្ពកតែម្ដងដែលធ្វើឲ្យគេភ្ញាក់ផ្អើលមែនទែនទៅនឹងសមត្ថភាពនៃការវាយរបស់គេនេះភ្លាមនោះអ៊ុនភៀវក៏មកដល់ទីនេះហើយក៏យកពូថៅមកកាប់ដងស៊ូលើកដៃរបស់គេទៅរកដែលធ្វើឲ្យដៃរបស់គេនឹងត្រូវពូថៅនឹងកាប់ឡើងដាច់ជ្រុះចេញពីគ្នាអ៊ុនភៀវក៏លើកដៃដែលដាច់របស់ដងស៊ូនេះយកមកកាន់ហើយសរសៃក៏ចាប់ផ្ដើមដោះចេញមកភ្ជាប់ដៃរបស់ដងស៊ូនេះទៅម្ចាស់រាងកាយរបស់វាវិញអ៊ុនភៀវក៏សើចហើយថាលយមែនតើឯងគឺជា connect ដងស៊ូក៏បំរុងសួរគេវិញថា connect នឹងអីគេតែភ្លាមនោះអ៊ីរ៉ានក៏មកដល់ទីនេះហើយក៏ឆក់អ៊ុនភៀវឲ្យសន្លប់បាត់អ៊ីរ៉ានក៏ដកកំបិតមួយចេញមកហើយនិយាយប្រាប់ទៅកាន់ដងស៊ូថាអាចកម្លាំងដែលលោកគឺជា connect នឹងត្រូវបានបាយធ្លាយបើសិនជាអត់ចង់ឲ្យវាបាយធ្លាយកាន់តែខ្លាំងជាងនឹងទេលោកគួរតែសម្លាប់ពួកគេចោលលើភ្លាមនោះក៏ឮសំឡេងក្រុមប៉ូលីសមកកាន់តែជិតទីនេះហើយដោយសារតែយល់ថាពួកគេអត់មានពេលទៀតនោះទេអ៊ីរ៉ានក៏អូសដៃដងស៊ូរត់មកពួននៅកន្លែងកុងកណឺមួយនេះដងស៊ូក៏ចង់សួរអ៊ីរ៉ានអំពី connect ប៉ុន្តែនាងថាអូយរឿងនឹងវែងឆ្ងាយនាងប្រាប់អត់ទាន់បាននោះទេឲ្យលេខទូរស័ព្ទមួយមកគេហើយដងស៊ូក៏ចាក់ចេញពីទីនេះភ្លាមស្របពេលនឹងដែរត្រឡប់មកកាន់ស៊ុនហេនៅក្រុមហ៊ុននេះវិញនាងក៏មកនិយាយប្រាប់មិត្តរួមការងារប្រុសរបស់នាងម្នាក់នេះថានាងពិតជាសង្ស័យមែនតើថាជីនស៊ុបអាចជាឃាតករនាងចង់សុំឲ្យប្រុសម្នាក់នេះជួយនាងរឿងមួយយ៉ាងបន្ទាប់មកនាងក៏ទៅហៅជីនស៊ុបឲ្យឡើងទៅជន់លើនៅអាគារនេះជាមួយនឹងនាងនៅពេលទៅដល់ទីនោះនាងក៏សួរថាតើគេគឺជាឃាតករមែនហើយនាងក៏និយាយអំពីភស្តុតាងដែលនាងបានរកឃើញនៅក្នុងផ្ទះរបស់គេភ្លាមនោះមករួមការងារប្រុសរបស់នាងម្នាក់នេះដែលកំពុងតែលោកមើលការសន្ទនាមួយហ្នឹងទូរស័ព្ទរបស់គេក៏រលឡើងដែលធ្វើឲ្យជីនស៊ុបដឹងថាប្រមាណអ្នកនេះមកគឺដោយសារតែចង់ដឹងអំពីការសារភាពរបស់គេនោះទេភ្លាមនោះជីនស៊ុបក៏ស្រាប់តែដោះអាវក្រៅរបស់គេយកមកគ្របលើស៊ុនហេបន្ទាប់មកក៏វាយនាងម្ដាយឲ្យដួលខ្ពកហើយគេក៏ចាប់ផ្ដើមទៅបតាយបតប់ជាមួយនឹងបុរសម្នាក់នេះ
ដោយសារតែជីនស៊ុបបកែខាងវាយជាងចឹងទៅគេមានប្រៀបទៅលើបារម្ភម្នាក់នេះខ្លាំងមែនតើគេក៏បំរុងនឹងរុញបារម្ភម្នាក់នេះទម្លាក់ទៅលើអាគារហ្នឹងប៉ុន្តែភ្លាមនោះមករួមការងាររបស់ស៊ុនហេម្នាក់ទៀតដែលនៅខាងក្រោមហ្នឹងឆ្ងល់ថាបាត់ស៊ុនហេទៅណានាងក៏ទៅរកស៊ុនហេដាក់ភ្លេងរោរបស់នាងជាបទចម្រៀងរបស់ដុងស៊ូដែលភ្លាមនោះធ្វើឲ្យជីនស៊ុបចាប់ផ្ដើមឈឺភ្នែកហើយអ្វីដែលគេកំពុងតែមើលឃើញនេះក៏បញ្ជូនឲ្យដុងស៊ូមើលឃើញឆ្លៀតឱកាសដែលជីនស៊ុបកំពុងតែឈឺភ្នែកបែបហ្នឹងបរិះនេះក៏វាយជីនស៊ុបវិញម្ដាយហើយអាភាពឈឺចាប់ដែលជីនស៊ុបត្រូវម្ដាយនេះវាហាក់ដូចជាចម្លងមកកាន់ដុងស៊ូដែរជីនស៊ុបក៏បន្តព្យាយាមរុញបរិះម្នាក់នេះឲ្យធ្លាក់តែបរិះម្នាក់នេះក៏ព្យាយាមរុញជីនស៊ុបមកវិញហើយដុងស៊ូដែលនៅខាងក្រោមអាគារនេះវិញគេក៏ហាក់បីដូចជាត្រូវនរណាម្នាក់រុញគេដូចគ្នាអ៊ីរ៉ាដែលកំពុងតែឈរមើលដុងស៊ូនេះនាងពិតជាឆ្ងល់មែនតើថាដុងស៊ូកំពុងតែកើតអីបើទោះបីជាលំបាកក៏ពិតមែនប៉ុន្តែចុងក្រោយជីនស៊ុបនៅតែអាចរុញបរិះម្នាក់នេះឲ្យធ្លាក់ពីលើអាគារនឹងបានស៊ុនហេត្រូវជីនស៊ុបវាយមិញម្ដាយធ្វើឲ្យនាងស្លាប់ទោះតែបរិះនោះធ្លាក់បាត់ទើបនាងដឹងខ្លួនមកវិញឃើញទូរស័ព្ទរោនាងក៏ចង់លើកវាមកនិយាយសុំជំនួយប៉ុន្តែភ្លាមនោះជីនស៊ុបក៏មកជន់ដៃរបស់នាងស៊ុនហេពិតជាភ័យខ្លាំងមែនតើនាងក៏សុំអង្វរឲ្យជីនស៊ុបទុកជីវិតឲ្យនាងផងមិនថាគេចង់ឲ្យនាងធ្វើអីនោះទេក៏នាងព្រមដែរជីនស៊ុបមើលទៅហាក់បីដូចជាអាណិតស៊ុនហេដែរគេក៏យកដៃរបស់គេមកជូតទឹកភ្នែករបស់នាងចាញ់ហើយនិយាយថាពិតជាព្រមធ្វើអ្វីទាំងអស់ពិតមែនអញ្ចឹងនាងស្ងាត់មាត់ទៅហើយគេក៏កាច់បំបាក់ករបស់ស៊ុនហេទូរស័ព្ទរោនេះវាក៏ដាច់តែត្រឹមហ្នឹងហើយភ្លាមនោះជីនស៊ុបក៏ស្រាប់តែឈប់ឈឺភ្នែកហើយគេក៏ដឹងភ្លាមថាការដែលគេឈឺភ្នែកកន្លងមកហ្នឹងតាមពិតគឺដោយសារតែគេឮបទភ្លេងមួយនេះតែប៉ុណ្ណោះដងស៊ូមើលឃើញសកម្មភាពទាំងអស់នេះហើយគេពិតជាឈឺចាប់ខ្លាំងមែនតើគេក៏ជេរឃាតករម្នាក់នឹងថាអាឃាតករឈួតហើយគេក៏រត់ទៅទីកន្លែងមួយអូខេតោះគ្នាភាគនេះសុំស្លេះតែត្រឹមនេះសិននៅពេលនេះតួអង្គឃាតកររបស់យើងដឹងហើយថាកែភ្នែករបស់គេឈឺដោយសារតែលើបទចម្រៀងមួយនោះប៉ុន្តែគេអត់ទាន់ដឹងនោះទេថារៀងរាល់ពេលដែលគេឈឺភ្នែកហ្នឹងវាបញ្ជូនអ្វីដែលគេមើលឃើញទៅឲ្យតួឯកប្រុសរបស់យើងតើនឹងមានរឿងអីកើតឡើងបន្តទៀតចង់ដឹងមានតែរងចាំទស្សនាភាគទី3នោះទេជួបគ្នានៅវីដេអូបន្ទាប់បាយបាយ